ចាប់តាំងពីខ្ញុំកើតម៉ាក់មានការធានាគារពិសេសពីរម្នាក់ក្នុងចំណោមបងប្រុសរបស់ខ្ញុំនៅក្នុងនោះគឺជាលុយសំណាងទាំងអស់ដែលគាត់និងខ្ញុំបានធ្វើឡើងម៉ាក់បាននិយាយថានាងនឹងផ្ដល់ឲ្យយើងនៅការត្រឡប់មកវិញនៅថ្ងៃអាពាហ៍ពិពាហ៍របស់យើងហើយគាត់នឹងឧបត្ថម្ភទុនជាច្រើនដូចដែលគាត់មាននៅក្នុងកាតដូច្នេះនៅថ្ងៃរៀបអាពាហ៍ពិពាហ៍បងប្រុសអ្នកបានរត់ហួសចិត្តហើយប្រាប់ខ្ញុំថាបូករួមទាំងកាតដែលផ្ដល់ដោយម្ដាយមានចំនួនសរុប40,000ខ្ញុំក៏សប្បាយចិត្តដែរព្រោះខ្ញុំដឹងថាកាតរបស់ខ្ញុំនឹងមានលុយច្រើនជាងបងប្រុសខ្ញុំដូច្នេះខ្ញុំទន្ទឹងរង់ចាំវាប៉ុន្តែនៅថ្ងៃរៀបអាពាហ៍ពិពាហ៍ខ្ញុំបានរកឃើញថាខ្ញុំមិនមានកាតនោះនៅក្នុងថ្លៃបណ្ណាការរបស់ខ្ញុំទេខ្ញុំគិតថាវាជាថ្ងៃរៀបការជាមួយមនុស្សជាច្រើននឹងភ្នែកកញ៉ៃញ៉ៃម៉ាក់ដោយចិត្តអ្នកមិនបានដាក់វានៅក្នុងកញ្ចប់របស់ខ្ញុំទេដូច្នេះខ្ញុំមិនបានគិតច្រើនអំពីវាទេពេលខ្ញុំត្រឡប់មកវិញខ្ញុំបានដឹកអ្នកណាម្នាក់នៅលើក្នុងខ្ញុំហើយរំលឹកម្ដាយខ្ញុំពីកាតនោះដោយស្ងាត់ស្ងៀមហេតុអ្វីបានជាម៉ាក់មិនបានផ្ដល់ឲ្យខ្ញុំនៅឡើយម៉ាក់ញឹមហើយស្ទាបថ្ងាសខ្ញុំអ្នកស្លាប់ក្មេងស្រីដរាបណានាងរៀបការកែងដៃរបស់នាងបានប្រែទៅជាចេញខ្ញុំខ្លាចណាស់ដែលម្ដាយរបស់អ្នកនឹងបោកលុយអ្នកប្រាក់ត្រូវបានដាក់ហើយការបរិច្ឆេទផុតកំណត់មិនទាន់ផុតកំណត់នៅឡើយទេប្រសិនបើអ្នកយកវាចេញឥឡូវនេះចំណាប់អារម្មណ៍នឹងត្រូវបាត់បង់តែអ្នកមិនអាចយកវាហើយកាន់មេមីបានទេខ្ញុំកំពុងជួលនៅជុំវិញជាមួយកាតធនាគាររបស់ខ្ញុំម៉ាក់បានចាប់យកអតីតកាលរួចហើយដាក់វានៅក្នុងគណៈរដ្ឋមន្ត្រីចាក់សោរបស់គាត់ហើយខ្ញុំនឹងយកវាចេញសម្រាប់អ្នកនៅពេលវាដល់ពេលហើយខ្ញុំបានលេបត្របាក់គាត់ម្ដងទៀតដើម្បីសួរថាតើដល់ពេលណាហើយលោកថាដំណាច់ឆ្នាំមានតែខែមីនាទេខ្ញុំបានព្យាយាមជាច្រើនដងដើម្បីបញ្ចុះបញ្ចូលគាត់ឲ្យរក្សាកាតធនាគារសម្រាប់ខ្លួនខ្ញុំប៉ុន្តែគាត់តែងតែព្រួយបារម្ភហេតុអ្វីបានជាអ្នកមិនផ្ដល់ឲ្យខ្ញុំប្រសិនបើអ្នកប្រញាប់ម្ដាយខ្ញុំនឹងស្ដីបន្ទោសខ្ញុំដោយទឹកមុខត្រង់ព្រោះមិនទុកចិត្តគាត់ខ្ញុំមិនហ៊ាននិយាយអ្វីទៀតទេសប្តាហ៍ទី2បន្ទាប់ពីរៀបការបងប្អូនប្រុសស្រីខ្ញុំបានអញ្ជើញប្តីខ្ញុំនិងខ្ញុំទៅផ្ទះរបស់យើងគាត់និយាយដើមគេហើយស្ទាបអូនស្រីខ្ញុំតើកាតរបស់អ្នកមានតម្លៃប៉ុន្មានខ្ញុំកំពុងញ៉ាំខ្ញុំមិនដឹងទេមិនក៏មិនដឹងអ្នកមិនសប្បុរសទេតើអ្នកមិនអាចនិយាយអ្វីជាមួយខ្ញុំបានទេខ្ញុំបានប្រាប់អ្នកនៅពេលនោះខ្ញុំខ្លាចខ្ញុំគិតថាអ្នកចំណាយនឹងអ្នកនៅរកលុយបានច្រើនជាងខ្ញុំតាំងពីអ្នកនៅក្មេងកិច្ចការផ្ទះដែលអ្នកសរសេរអាចត្រូវបានលក់ទៅឲ្យអ្នកដទៃសម្រាប់ការថតចម្លងវាមិនមែនថាខ្ញុំមិនដឹងថាអ្នកមានលុយច្រើនជាងខ្ញុំទេខ្ញុំគ្រាន់តែចង់ដឹងថាប៉ុន្មានដូចជាសម្រាប់ការមាក់ងាយដូច្នេះបងប្រុសនិយាយលេងខ្ញុំពិតជាអស់សំណើចណាស់ម៉ាក់មិនទាន់បានផ្ដល់ឲ្យខ្ញុំនៅឡើយទេគេនិយាយថាវាអាចត្រូវបានគេយកចេញនៅពេលវាផុតកំណត់ចុះថ្លៃបណ្ណាការវិញតែម៉ាក់បានផ្ដល់ឲ្យអ្នកនៅថ្លៃបណ្ណាការចំនួន50,000តែច្បាប់ទាំងអស់នៅទីនេះមិនមែន50,000ទេខ្ញុំមានអារម្មណ៍ធូរស្បើយណាស់ពេលបានឃើញបងថ្លៃរីរបស់ខ្ញុំប៉ុន្តែបងប្រុសខ្ញុំមានការភ្ញាក់ផ្អើលនឹង50,000នាក់ទេម៉ាក់បាននិយាយនៅពេលនោះថានាងចង់បានទឹកមួយចានដើម្បីកម្រិតវាចេញផ្ដល់ជូនថ្លៃបណ្ណាការជាវិញ180,000ខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅថ្លៃបណ្ណាការចំនួន180,000គ្រួសារយើងមិនខ្វះលុយនេះទេបងថ្លៃស្រីបានលួចលាក់គាត់ម៉ាក់ប្រហែលជាបានរៀបចំវាហើយមិនមានពេលវេលាដើម្បីយកវាចេញទេគុំធ្វើឲ្យរអាក់រអួលនៅទីនេះក្រៅពីនេះបងស្រីខ្ញុំរៀបការបានល្អណាស់ឪពុកក្មេកទាំងពីរគឺជាសាស្ត្រាចារ្យមហាវិទ្យាល័យចូលនិវត្តន៍អ្នកមានលុយមិនខ្វល់ពីលុយនេះទេប្អូនស្រីនិងប្អូនថ្លៃរបស់ខ្ញុំក៏មានទេចំណូលបានច្រើនរាល់ខែវាមិនដូចជាអ្នកគ្មានអ្វីទេខ្ញុំជប់រៀននៅអនុវិទ្យាល័យនៅពេលអនាគតខ្ញុំត្រូវចង្អុលទៅបងស្រីខ្ញុំដើម្បីជួយអ្នកខ្ញុំខ្មាស់អៀនបន្តិចពេលលើអ្វីដែលបងថ្លៃស្រីខ្ញុំនិយាយបងប្រុសខ្ញុំជប់រៀនយូរហើយប៉ុន្តែគាត់ចាប់អារម្មណ៍នឹងឡានពីធ្វើការជាជាងជួសជុលឡានរហូតដល់ចាប់ផ្ដើមយានដ្ឋានតូចផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងរយៈពេលតែប្រហែលឆ្នាំខ្លីប៉ុណ្ណោះអាចនិយាយបានថាមានទេពកោសល្យដូចជារកលុយវាល្អប្រសើរជាងពួកយើងដែលខិតខំរៀនសូត្រហើយទៅធ្វើការអូនប្រុសមិនខ្វល់ទេប្រសិនបើខ្ញុំប៉ះក្បាលខ្ញុំហើយខ្ញុំមិនអាចញ៉ាំបាយដែលខ្ញុំបានអានបានទេខ្ញុំសុខចិត្តឡើងភ្នំដើម្បីទីងស្មៅជាជាងអង្គុយក្នុងថ្នាក់ហើយអានអ្នកមិនដឹងទេថាកាលពីខ្ញុំនៅក្មេងឪពុកម្ដាយរបស់ខ្ញុំបានព្យាយាមអប់រំយើងជាពិសេសគាត់បាននាំយើងទៅភ្នំដើម្បីទីងស្មៅហើយព្រះអាទិត្យបានបក់មួយថ្ងៃដើម្បីអានសួរយើងថាតើវាល្អប្រសើរជាងមុនដើម្បីទៅសាលារៀនឡើងភ្នំបងស្រីបានញ៉ាំហើយនិយាយថានាងនឹងមិនមកទៀតទេឪពុកម្ដាយខ្ញុំមកក្បាលដោយក្ដីពេញចិត្តហើយខ្ញុំលោតឡើងខ្ពស់ប្រាប់ពួកគេថាខ្ញុំសុខចិត្តឡើងភ្នំអ្នកមិនដឹងថាឪពុកម្ដាយខ្ញុំខឹងខ្លាំងណាស់តែពួកគេដេញតាមខ្ញុំអូនប្រុសញ៉ាំត្រឡប់មកវិញនៅពេលដែលគាត់ចងចាំពីអតីតកាលហើយដោយវិធីនេះការសន្ទនាត្រូវបានបង្វែរពីខាងមុខវាគ្រាន់តែថាខ្ញុំនៅតែមានអារម្មណ៍មិនល្អនៅតាមផ្លូវត្រឡប់មកវិញប្តីមើលមកខ្ញុំនៅកញ្ចក់មើលក្រោយពីរបីដងហើយស្ទាក់ស្ទើរក្នុងការនិយាយអ្វីដែលអ្នកចង់និយាយវាជាប្រពន្ធខ្ញុំមិនព្យាយាមកញ្ញាប្រាក់របស់ម្ដាយក្មេកខ្ញុំទេវាគ្រាន់តែថាខ្ញុំគិតអំពីវាកាន់តែច្រើនវាកាន់តែខុសតាមបងថ្លៃខ្ញុំម្ដាយក្មេកមានបំណងផ្ដល់ឲ្យអ្នកនៅថ្លៃបណ្ណាការចំនួន180,000ហេតុអ្វីបានជាអ្នកផ្ដល់ឲ្យ50,000តើមានពីកើតឡើងនៅកណ្ដាលដែលយើងមិនដឹងនៅពេលបងប្រុសរបស់អ្នករៀបការគ្រួសាររបស់អ្នកសប្បាយចិត្តណាស់ដែលបានទិញផ្ទះហើយឲ្យតម្លៃកូនក្រមុំឥឡូវនេះដល់ពេលអ្នកហើយដើម្បីកាត់បន្ថយថ្លៃបណ្ណាការកាតធនាគារត្រូវបានដកហូតនិងមិនត្រូវបានផ្ដល់ឲ្យវាអាចថាមានអ្វីកើតឡើងចំពោះគ្រួសារអ្នកក្នុងកំឡុងពេលនេះម៉ាក់និងប៉ាកំពុងលាក់វាពីបងប្អូនស្រីរបស់អ្នកម្ដងទៀតនោះហើយជាមូលហេតុដែលប្តីរបស់ខ្ញុំបានវិភាគវាសម្រាប់ខ្ញុំដោយស្ងប់ស្ងាត់និងសមហេតុផលការធ្លាក់ទឹកចិត្តនៅក្នុងបេះដូងខ្ញុំរលីបន្តិចម្ដងដោយមិនដឹងខ្លួនដកដង្ហើមចេញពីមាត់ដែលមានខ្យល់ច្របូកច្របល់ដូច្នេះអ្នកមានណោះយីថាសូមសួរប្រសិនបើមានអ្វីដែលយើងអាចជួយបានតាមមែនទេបង្កើតគំនិតរបស់អ្នកខ្ញុំនឹងទៅផ្ទះនៅថ្ងៃបន្ទាប់ហើយសួរម៉ាក់ខ្ញុំមិនរំពឹងថាបងប្រុសរបស់ខ្ញុំនៅផ្ទះរួចហើយទេតើបងប្អូនរបស់អ្នកមានការណាត់ជួបនៅថ្ងៃនេះទេមុខរបស់ម៉ាក់គឺស្ទើរតែបន្តិចសម្លេងគឺស្រឡះខ្ញុំពិតជាមិនដឹងថាមានបញ្ហាអ្វីទេខ្ញុំបានឃើញបងប្រុសខ្ញុំស្រឡាំងកាំងដាក់ខ្ញុំហើយចេះតែព្រិចភ្នែកខ្ញុំមិនបានណាត់ជួបបងស្រីខ្ញុំទេប៉ុន្តែវាជាការល្អប្រសើរជាងមុនដើម្បីមកចាប់ជាងដោយចៃដន្យចាប់តាំងពីវាបានកើតឡើងថាបងស្រីរបស់ខ្ញុំក៏នៅទីនេះដែរគ្រាន់តែជ្រើសរើសថ្ងៃវាល្អប្រសើរជាងក្នុងការបុកថ្ងៃគ្រាន់តែថ្ងៃនេះម៉ាក់ប្រញាប់ឡើងខ្ញុំមិនដឹងទេតែម៉ាក់ខ្ញុំច្បាស់ជាមិនចង់ពន្យល់ខ្ញុំទេវាមិនមែនជាមុខជំនួយរបស់អ្នកទេដែលគ្រាន់តែធ្វើឲ្យបងប្រុសខ្ញុំនៅលើស្មាចម្លែកខ្ញុំចង់ឲ្យអ្នកមានចិត្តកក់ក្ដៅខ្ញុំគិតថាអ្នកជាមនុស្សល្ងីល្ងើខ្ញុំដឹងថាពេលណាខ្ញុំប្រាកាំភ្លើងម៉ាក់ផ្ដល់ឲ្យខ្ញុំនៅការក្រឡេកមើលត្រជាក់រំលោភបំពានមនុស្សម្នាក់ដោយចង្អុលទៅអ្នកដទៃវាបង្ហាញថាខ្ញុំពិតជាមិនអាចទ្រាំបានទៀតទេតែយាយគឺជាអ្វីម៉ាក់ខ្ញុំបើកថតចាក់សោហើយបោះកាត់ធនាគារមុខកាត់គឺមុតស្រួយណាស់ដែលវាស្ទើរតែផ្ទះខ្ញុំហើយខ្ញុំបានចេះម្ដាយខ្ញុំកណ្ដាស់ថាបើអ្នកចង់បានលុយគ្រាន់តែប្រាប់ខ្ញុំដោយខ្លួនឯងតើអ្នកឃើញបងប្រុសរបស់អ្នកទេវាហាក់ដូចជាខ្ញុំនឹងផ្ញើប្រាក់ទាំងពីរនេះទៅអ្នកជំនួយរបស់ឪពុកអ្នកបានរីកចម្រើនអស់រយៈពេល400លានឆ្នាំមកហើយខ្ញុំពិតជាគិតថាខ្ញុំពិតជាចូលចិត្តលុយដែលមានក្លិនស្អុយរបស់អ្នកខ្ញុំនឹងផ្ដល់ឲ្យអ្នកពីរបីបន្ថែមទៀតប៉ុន្តែអ្នកមើលទៅដូចជាអ្នកមិនអាចឡើងលើទៅបានទេវាពិតជាអស្ចារ្យណាស់ម៉ាក់តើអ្នកកំពុងនិយាយអំពីអ្វីខ្ញុំបានប្រាប់អ្នកបងស្រីខ្ញុំមិនបានទូរស័ព្ទមកខ្ញុំនៅទីនេះទេខ្ញុំទើបតែបានត្រឡប់មកជួបអ្នកវិញតែខ្ញុំមិនបាននិយាយពីរឿងនេះធម្មតាទេហេតុអ្វីបានជាអ្នកពឹងផ្អែកលើបងស្រីរបស់ខ្ញុំបងប្រុសខ្ញុំបានពន្យល់យ៉ាងប្រញាប់តែម៉ាក់ខ្ញុំមិនស្ដាប់តតែសោះគ្រាន់តែរក្សាស្បែកជើងប៉ាតាឲ្យបានល្អដែលភ្លាមនៅពេលដែលជើងខាងមុខរបស់អ្នកចូលមកជើងខាងក្រោយរបស់គាត់ដើរតាមគាត់មានបេះដូងធំតាំងពីគាត់នៅក្មេងប្រសើរជាងអ្នកទោះបីជាគាត់ពិតជាទៅឆ្ងាយក៏ដោយគាត់មានសមត្ថភាពធ្វើឲ្យអ្នកមានអារម្មណ៍ថាវាជាចិត្តណាផ្ទាល់ខ្លួនរបស់អ្នកកូនប្រុសឆោតល្ងងខ្ញុំកំពុងសម្លឹងមើលខ្ញុំយ៉ាងប្រញាប់ខ្ញុំខ្លាចថាខ្ញុំនឹងសោកសៅហើយបន្តរុញខ្ញុំចេញអ្នកត្រឡប់ទៅមុនម៉ាក់អ្នកក៏ស្គាល់គាត់ដែរគាត់មិនចេះអត់ធ្មត់ហើយនិយាយដោយមិនរើសអើងគ្រាន់តែមិនអើពើនឹងគាត់គុំយកវាដោយផ្ទាល់វាអាស្រ័យលើខ្ញុំថ្ងៃនេះខ្ញុំគិតថាខ្ញុំមានចិត្តល្អធ្វើឲ្យអ្នកយក
ការស្ដីបន្ទោសនេះខ្ញុំគួរតែដឹងថាខ្ញុំមិនមានមាត់ច្រើនទេខ្ញុំចង់ត្រឡប់ទៅមុនម្ដាយខ្ញុំកាន់តែខឹងហើយបិទវាហើយមិនចាក់ចេញប្រសិនបើអ្នកមានការមិនពេញចិត្តអ្នកអាចនិយាយវាដោយដង្ហើមតែមួយសូមឲ្យខ្ញុំមើលអ្វីដែលធ្វើឲ្យអ្នកមិនពេញចិត្តនឹងខ្ញុំក្នុងនាមជាម្ដាយកុំប្រើបងប្រុសរបស់អ្នកជាកាំភ្លើងម្ដងហើយម្ដងទៀតនេះគឺជាបងប្រុសអ្នកតើអ្នកមិនដឹងទេថាគាត់បរិសុទ្ធនិងល្អតើអ្នកគិតថាគាត់ឆោតល្ងងទេលេងគាត់ម្ដងហើយម្ដងទៀតហើយឲ្យគាត់ជួយអ្នកឲ្យលេចធ្លោតើអ្នកមិនមានមាត់វែងទេតើអ្នកមិននិយាយវាដោយខ្លួនឯងទេមកខ្ញុំវាជាមនុស្សដូច្នេះហេតុអ្វីបានជាអ្នកមិនប្រញាប់នឹងយល់ពីចិត្តណារបស់ខ្ញុំទើបតែពីរបីថ្ងៃប៉ុណ្ណោះហើយអ្នកបានផ្លាស់ប្ដូរបងប្រុសរបស់អ្នកមកជួយអ្នកវិញតើអ្នកគិតយ៉ាងម៉េចខ្ញុំនឹងនឹកលុយដែលមានក្លិនស្អុយទាំងពីររបស់អ្នកសម្លេងម្ដាយខ្ញុំកាន់តែខ្លាំងឡើងហើយខ្ញុំមិនអាចបង្ក្រាបសម្ពាធទៀតបានទេម្ដាយរបស់ខ្ញុំបាននិយាយថាប្អូនស្រីរបស់ខ្ញុំមិនបានទូរស័ព្ទមកខ្ញុំនៅទីនេះទេតើអ្នកកំពុងធ្វើអ្វីខ្ញុំចូលក្នុងកាតធនាគារហើយញឹមយ៉ាងជូរចត់ម៉ាក់ខ្ញុំនៅទីនេះព្រោះខ្ញុំបារម្ភថានឹងមានអ្វីកើតឡើងនៅផ្ទះហើយចង់មកសួរវាជាគ្រោះថ្នាក់ទាំងស្រុងដែលគាត់នឹងបុកជាមួយបងប្រុសរបស់គាត់ខ្ញុំគិតថាការពន្យល់របស់ខ្ញុំនឹងបំបត្តិកំហឹងរបស់ម៉ាក់ខ្ញុំបន្តិចដោយមិននឹកស្មានដល់គាត់រឹតតែក្រអឺតក្រទុំហើយទីងប្អូនខ្ញុំតើអ្នកបានឃើញវាទេមើលទៅគាត់មនុស្សបានមកដោយសារតែពួកគេព្រួយបារម្ភអំពីខ្ញុំអ្នកក្រោកឈរឡើងសម្រាប់អ្នកដទៃប៉ុន្តែពួកគេរើសយករាងកាយស្អាតខ្ញុំចង់សួរអ្នកពីអ្វីដែលខុសជាមួយខ្ញុំនិងឪពុកអ្នកតើអ្នកត្រូវសួរអ្វីខ្លះតើអ្នកមិនមានអារម្មណ៍ថាមានកំហុសទេដែលនិយាយកុហកបែបនេះធំឡើងខ្ញុំស្អប់មុខគ្រោងការរបស់អ្នកខ្ញុំមិនអាចធ្វើឲ្យអាម៉ាស់មុខទៀតទេហើយងាកហើយរត់ចេញមុនពេលខ្ញុំចេញទៅក្រៅខ្ញុំលឺម្ដាយខ្ញុំអប់រំបងប្រុសខ្ញុំតើអ្នកបានឃើញវាទេអ្នកគឺជាមនុស្សតែម្នាក់គត់ដែលឆោតល្ងងហើយត្រូវបានប្រើជាខ្មាំងកាំភ្លើងប្រសិនបើគាត់មិនមករកប្រាក់ហេតុអ្វីបានជាគាត់យកកាតធនាគារសូម្បីតែដើម្បីបង្ហាញពីភាពគ្មានកំហុសរបស់គាត់មិនគួរមានទេទឹកភ្នែកដែលខ្ញុំបានស៊ូទ្រាំអស់រយៈពេលជាយូរមកហើយបានធ្លាក់ចុះដល់ទីបញ្ចប់ក្នុងចិត្តម្ដាយខ្ញុំតែងតែកិននេះយ៉ាងខ្លាំងយោងទៅតាមគាត់វាគឺដោយសារតែនៅពេលខ្ញុំនៅក្មេងខ្ញុំតែងតែលេងល្បិចលើប្រដាប់ប្រដាក្មេងលេងអាហារសម្រន់របស់បងប្រុសខ្ញុំប្អូនប្រុសរបស់ខ្ញុំឈ្មោះស៊ីលីលីបាធាននឹងត្រូវបានផ្ដល់ជូនដោយដៃរបស់ខ្ញុំដែលត្រូវបានបោកបញ្ឆោតដោយពាក្យពីរបីប៉ុន្តែខ្ញុំពិតជាមិនចាំពីព្រឹត្តិការណ៍កន្លងមកដែលគាត់មិនអាចបំភ្លេចបានទេប្រហែលជាខ្ញុំពិតជាបានធ្វើបាបប្អូនប្រុសរបស់ខ្ញុំនៅពេលខ្ញុំនៅក្មេងប៉ុន្តែតាមដែលខ្ញុំអាចចាំបានបន្ទាប់ពីខ្ញុំដឹងខ្លួនខ្ញុំពិតជាព្យាយាមអស់ពីសមត្ថភាពដើម្បីសម្រេចវាខ្ញុំផ្ដល់ជូននៅអ្វីដែលឆ្ងាញ់និងងាយស្រួលប្រើដល់បងប្រុសខ្ញុំដើម្បីញ៉ាំមុនហើយជ្រើសរើសមុនប៉ុន្តែប្អូនប្រុសក៏រស់រាយរាក់ទាក់និងគួរឲ្យស្រឡាញ់ផងដែរគាត់តែងតែយករបស់តូចបំផុតនិងអាក្រក់បំផុតទុកឲ្យធំជាងនិងល្អជាងសម្រាប់ខ្ញុំរឿងនេះបានធ្លាក់ចូលក្នុងក្រសែភ្នែកម្ដាយខ្ញុំហើយខ្លាចជាកិច្ចការស៊ីវិលរបស់ខ្ញុំនៅតែចាំបានថាពេលខ្ញុំមានអាយុ8ឆ្នាំឪពុកខ្ញុំបាននាំកញ្ចប់សូកូឡាដ៏ប្រណិតមួយពីទីក្រុងហើយបងប្រុសរបស់ខ្ញុំច្រណែនអ្នកជិតខាងនៅផ្ទះរបស់ខ្ញុំជួយម្ដាយខ្ញុំឲ្យរំជៀមយើងជាបងប្អូនបង្កើតញ៉ាំបំណែកចុងរយដែលនៅសល់ហើយបន្ទាបខ្លួនដើម្បីឲ្យភីគីមខាងទៀតញ៉ាំអាគុយម៉ងចុងក្រោយអ្នកជិតខាងមើលប្អូនស្រីនិងបងប្រុសរបស់អ្នកដោយការច្រណែនពួកគេមានទំនាក់ទំនងល្អប្អូនប្រុសដឹងថាគាត់អាណិតបងស្រីរបស់គាត់បងស្រីដឹងថាប្អូនប្រុសមានចិត្តរាបទាបវាមិនដូចជាគ្រួសាររបស់យើងលេងលំបាករាល់ថ្ងៃទេម្ដាយខ្ញុំញ៉ាំពេលទទួលរំជៀមក្មេងតូចម្នាក់នេះពិតជាស្មោះត្រង់និងពោពេញដោយបេះដូងមានតែបងស្រីរបស់គាត់ប៉ុណ្ណោះដែលស្ថិតនៅក្នុងភ្នែករបស់គាត់ប្អូនស្រីនិងម្ដាយរបស់គាត់មានបេះដូងច្រើនខ្ញុំពិតជាមិនយល់ពីមូលហេតុដែលម្ដាយខ្ញុំនិយាយបែបនេះទេខ្ញុំមានអារម្មណ៍ក្រៀមក្រំណាស់ខ្ញុំមានការប្រុងប្រយ័ត្នជាងមុនចាប់តាំងពីពេលនោះមកពេលខ្លះដើម្បីបង្ហាញភាពស្មោះត្រង់របស់ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីជៀសវាងរឿងល្អបងប្រុសរបស់ខ្ញុំចូលចិត្តត្រីដូច្នេះខ្ញុំមិនបន្ថែមប្រដាប់ប្រដាក្មេងលេងថ្មីដែលឪពុកខ្ញុំបានទិញក្នុងមួយខាំទេខ្ញុំបានបង្ខំខ្លួនឯងមិនឲ្យមើលវាដែលដាក់ក្នុងដៃបងប្រុសខ្ញុំចាំបានថាកាលខ្ញុំនៅក្មេងខ្ញុំតែងតែញ៉ាំដាក់ម្ដាយខ្ញុំហើយខ្ញុំចូលចិត្តប្អូនប្រុសខ្ញុំខ្លាំងណាស់នៅពេលអនាគតនៅពេលដែលខ្ញុំអាចរកលុយបានខ្ញុំនឹងទិញរបស់របរជាច្រើនសំរកបងប្រុសខ្ញុំម៉ាក់ពេលខ្លះសាច់ហើយពេលខ្លះសរសើរខ្ញុំគាត់ហាក់ដូចជាបានផ្លាស់ប្ដូរអាកប្បកិរិយារបស់គាត់ចំពោះខ្ញុំច្រើនចាប់តាំងពីពេលនោះមកគុំនិយាយពីអាក្រក់ដូចជាខ្ញុំសម្លុតបងប្អូនខ្ញុំហើយធ្វើបាបបងប្អូនខ្ញុំម្ដងទៀតខ្ញុំពេញចិត្តខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ប៉ុន្តែនៅក្នុងកាបូបសិស្សរបស់ខ្ញុំមានប្រដាប់ប្រដាក្មេងលេងនិងអាហារឆ្ងាញ់ដែលបងប្រុសខ្ញុំបានលួចយកទៅទុកចោលខ្ញុំមានអារម្មណ៍ផ្អែមនិងធ្ងន់ក្នុងពេលតែមួយខ្ញុំខ្លាចថាម្ដាយរបស់ខ្ញុំនឹងគិតថាខ្ញុំជាមនុស្សលាក់ពុតបន្ទាប់ពីរកឃើញដូច្នេះខ្ញុំរើសលាក់រឿងទាំងអស់នេះខ្ញុំគ្រាន់តែហ៊ានចាក់សោទ្វារហើយលេងនៅក្នុងផ្ទះដោយសម្ងាត់នៅពេលយប់រហូតដល់ប្អូនប្រុសគ្រូសាខ្ញុំកំពុងប្រឈមមុខនឹងវិបត្តិខ្សែធននៅវិទ្យាល័យប៉ាមើលមកយើងដោយស្នាមញញឹមជក់បារីហើយនិយាយថាមិនមានលុយទៀតទេសម្រាប់ពីរម្នាក់ក្នុងចំណោមអ្នកត្រូវការចុះមកបងប្រុសខ្ញុំបើកមាត់មុនហើយឲ្យបងស្រីខ្ញុំអានលទ្ធផលសិក្សារបស់ប្អូនស្រីខ្ញុំល្អហើយនាងប្រកាសជាទទួលបានជោគជ័យខ្ញុំធុញទ្រាន់នឹងការគេងនៅក្នុងថ្នាក់រៀនរាល់ថ្ងៃគេងនៅផ្ទះប្រសើរជាងឪពុកខ្ញុំនៅស្ងៀមម៉ាក់ខ្ញុំមិនយល់ស្របទេគាត់គិតថាក្មេងប្រុសចិត្តទៅវិទ្យាល័យដរាបណាអ្នកទៅរៀននៅវិទ្យាល័យអ្វីនឹងល្អប្រសើរតាមធម្មជាតិបងស្រីទោះបីជាថ្នាក់របស់នាងល្អប្រសើរជាងមុនឥឡូវនេះប៉ុន្តែតើអ្នកណាដឹងថានឹងមានអ្វីកើតឡើងនៅឆ្នាំទី3នៃវិទ្យាល័យក្មេងស្រីជាច្រើនមិនអាចរក្សាបានទេនៅពេលពួកគេរៀននៅវិទ្យាល័យឆ្នាំទី3រូណាណាអ្នកគឺជាបងស្រីអ្នកសម្រេចចិត្តស៊ីគ្វីអគិសនីនៅក្នុងខួរក្បាលរបស់ខ្ញុំគឺចម្លែកណាស់ខ្ញុំគិតថាវាជាការទុកចិត្តនិងសេចក្តីស្រឡាញ់របស់ម្ដាយខ្ញុំដែលគាត់បានផ្ដល់ឲ្យខ្ញុំនៅការសម្រេចចិត្តនេះខ្ញុំមានអារម្មណ៍ស្ត្រេសនិងអារម្មណ៍ពេញចិត្តប្លែកក្នុងពេលតែមួយដូច្នេះជំនួសឲ្យការភ័យស្លន់ស្លោខ្ញុំបានសម្រេចចិត្តលះបង់ខ្លួនឯងខ្ញុំចូលចិត្តអានខ្លាំងណាស់ហើយហេតុផលរបស់ខ្ញុំមិនចង់ឲ្យខ្ញុំបោះបង់ចោលទេប៉ុន្តែការលើកទឹកចិត្តរបស់ក្មេងជំទង់និងការចាប់អារម្មណ៍ជាមួយនឹងការលះបង់ខ្លួនឯងការស្រែកធ្ងន់ខ្លួនឯងដែលកើតឡើងជាមួយវាបានធ្វើឲ្យខ្ញុំនិយាយដោយមិនសមហេតុផលថាខ្ញុំបានជប់រៀនម្ដាយរបស់បងប្រុសខ្ញុំឈ្មោះណានពិតជាមានស្នាមញញឹមនៅលើមុខរបស់គាត់ខ្ញុំបានធ្វើវាជាការលើកទឹកចិត្តនិងជាការបញ្ជាក់បង្រៀនបងប្រុសខ្ញុំដោយសម្លេងដែលមានភាពចាស់ទុំជាងមុនដែលអ្នកត្រូវតែខិតខំរៀនសូត្រមានតែអ្នកទេដែលអាចជាមោទនភាពរបស់គ្រួសារលៀបជីវរបស់យើងប៉ុន្តែនៅយប់មុនពេលម្ដាយខ្ញុំខ្ចប់អីវ៉ាន់ការងារឲ្យខ្ញុំប្អូនប្រុសបានបាត់ខ្លួនមុនគេឧបត្ថហេតុនេះក្រោយមកខ្លាចជាផ្ស្តាងនៃការកិននីល្អរបស់ខ្ញុំហើយវាមិនអាចលាងសម្អាតបានទេខ្ញុំកំពុងអង្គុយតាក់ស៊ីរំលឹកពីអតីតកាលហើយយំមិនឈប់ទូរស័ព្ទរត់ប្អូនប្រុសមានស្មារតីខ្ពស់ទៅធនាគារហើយមើលថាតើអ្នកមានលុយប៉ុន្មានខ្ញុំបានប្រាប់អ្នកឲ្យប្រងើយកន្តើយនឹងម្ដាយរបស់យើងគាត់អស់រដូវគាត់ជាមនុស្សចិត្តសាស្ត្រយើងជាមនុស្សធម្មតាមិនស្គាល់គាត់ច្បាស់ទេខ្ញុំពិតជាកោតសរសើរបងប្រុសរបស់ខ្ញុំពិភពផ្លូវចិត្តរបស់គាត់គឺមានឥទ្ធិពលខ្លាំងណាស់តាមពិតកាលពីគាត់នៅក្មេងដោយសារតែម្ដាយគាត់ចូលចិត្តគាត់ការសង្ស័យព្យាបាទដោយគ្មានការធានាពីខ្ញុំវាមិនមែនថាខ្ញុំមិនបានខឹងនឹងគាត់ទេហើយមួយរយៈនេះខ្ញុំជាមនុស្សដែលលះបង់ខ្លួនឯងហើយគិតល្អអ្នកគិតអាក្រក់ពីខ្ញុំដូច្នេះខ្ញុំនឹងក្លាយជាមនុស្សអាក្រក់ខ្ញុំនឹងប្លន់គាត់ហើយសិភើការងាររបស់គាត់ស្ដីបន្ទោសគាត់ដូចជាម្ដាយរបស់ខ្ញុំស្ដីបន្ទោសខ្ញុំប៉ុន្តែគាត់តែងតែឈួតភាពយឺតយ៉ាវអស្ចារ្យខ្ញុំប្លន់គាត់បានផ្ដល់ឲ្យវាដោយដៃទាំងពីរធ្វើឲ្យខ្ញុំមានអារម្មណ៍ធុញទ្រាន់ណាស់ខ្ញុំហែកសិភើការងាររបស់គាត់ទេដៃយ៉ាងសប្បាយរីករាយវាល្អណាស់ដែលគាត់មិនចាំបាច់សរសេរខ្ញុំស្អប់ធ្វើកិច្ចការផ្ទះច្រើនបំផុតខ្ញុំខ្លាចគ្រូបំផុតខ្ញុំខ្លាចថាខ្ញុំនឹងមិនភ្លេចបងប្រុសនិងគ្រូរបស់ខ្ញុំបន្ទាប់ពីបញ្ចប់កិច្ចការផ្ទះបន្ទាប់មកខ្ញុំបានផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្ញុំដាក់សម្ពាធឲ្យគាត់សិក្សាបង្ខំឲ្យគាត់ធ្វើការត្រួតពិនិត្យការងារផ្ទះទោះបីជាគាត់យំក៏ដោយប៉ុន្តែនឹងស្ដាប់ខ្ញុំតែងតែសម្លឹងមើលប្អូនស្រីខ្ញុំដោយមានភ្នែកធំភ្លឺខ្លាំងអ្នកពិតជាចិត្តល្អចំពោះខ្ញុំណាស់អាក្រក់ខ្ញុំមិនអាចទ្រាំទ្របានតតែសោះសូមក្រឡេកមើលរូបរាងពណ៌ស្នឹងផ្អែមរបស់គាត់ខ្ញុំមានអារម្មណ៍ថាខ្ញុំយល់ពីម៉ាក់របស់ខ្ញុំកូនប្រុសឈួតរបស់ម្ចាស់ផ្ទះត្រូវបានដោះលែងតែអ្នកណាមិនបារម្ភថាគាត់នឹងត្រូវគេធ្វើបាបខ្ញុំគ្រាន់តែបំផុសគំនិតខ្លួនឯងដូចនេះផ្សារជាមួយម៉ាក់ខ្ញុំគ្រប់វិធីខ្ញុំបានអភ័យទោសឲ្យម្ដាយខ្ញុំជាឯកតោភាគីនឹងដោយបំណងប្រាថ្នាបងប្រុសរបស់ខ្ញុំមានចិត្តល្អចំពោះខ្ញុំមិនចង់ឲ្យខ្លួនខ្ញុំឃុំស្នែងដោយនៅតំណនោះទេឬគាត់ស្រឡាញ់ខ្ញុំគ្រប់គ្រាន់ដូច្នេះខ្ញុំក៏ឆ្លងគាត់ដោយការផ្អាកដោយដឹងថាសម្លេងឈឺណាស់ខ្ញុំមិនអាចគិតពីវាបានទេដូច្នេះខ្ញុំទើបតែបោះអ្វីទាំងអស់
ចោលពិតជាបានទៅធនាគារខ្ញុំចង់បានលុយដើម្បីយកឈ្នះភាពមិនសប្បាយចិត្តរបស់ខ្ញុំទាំងអស់នៅតាមផ្លូវភាពទុកព្រួយរបស់ខ្ញុំត្រូវបានជំនួសបន្តិចម្ដងដោយភាពរំភើបតើនឹងមានប្រមាណអ្នកនៅក្នុងខ្លួនខ្ញុំរំភើបនឹងឈរហើយបន្ទាប់មកខ្ញុំឈរនៅ ATM ហើយខ្ញុំបានឃើញតលឲ្យភាពប៉ុន្តែវាដូចជាអាងទឹកត្រជាក់ចាក់ពីក្បាលដល់ទឹកកកឆ្អឹងរងចាំឲ្យចំណូលថប់ដង្ហើមនិងអស់សង្ឃឹមកាន់តែជ្រៅព្យាយាមផ្ដួលរំលំគំនិតទាំងអស់3វ៉ាត់ហើយមិនមែនជាការដាក់ប្រាក់ពេលវេលាទេវាជាជ្រុនខ្ញុំមិនអាចជឿភ្នែករបស់ខ្ញុំទេទាញកាត់ធនាគារហើយបញ្ចូលវាម្ដងទៀតបញ្ចូលពាក្យសម្ងាត់ទំព័រលេខឡើងម្ដងទៀតមិនទាំង30,000ផងខ្ញុំមិនអាចយល់ពីវាបានប្រសើរជាងនេះទេកាត់ធនាគាររបស់ម៉ាក់ខ្ញុំត្រូវបានភ្ជាប់ទៅនឹងទូរស័ព្ទដៃរបស់នាងគាត់បានយកវាអ្នកដែលបង្រៀនគាត់ពីរបៀបចង់ទូរស័ព្ទចល័តនិងបង្រៀនគាត់ពីរបៀបដកប្រាក់គឺសូម្បីតែខ្ញុំបានថតអេក្រង់ហើយផ្ញើវាទៅឲ្យបងប្រុសខ្ញុំគាត់បានដាក់សញ្ញាសួរយ៉ាងរហ័សខ្ញុំជូតទឹកភ្នែកមួយក្តាប់តូចប៉ុន្តែអ្វីដែលមិនដំណើរការគឺទឹកភ្នែករបស់ខ្ញុំហូរចេញជារលកមិនអាចជូតវាឲ្យស្អាតតតែសោះតើលោកចង់មានន័យអ្វីដោយការឲ្យរបស់បងប្រុសខ្ញុំនោះហើយជាអ្វីដែលអ្នកមាននៅក្នុងកាត់របស់អ្នកកុំបារម្ភអ្នកទៅបញ្ចូលជាមុនដើម្បីមើលថាតើមានការវិភាគទៀងទាត់ដែរឬទេខ្ញុំនឹងសុំម៉ាក់សម្រាប់អ្នកតើនាងទទួលបានកាត់ខុសទេកាត់របស់យើងគឺជាកាត់ទាំងពីរនេះតាំងពីកុមារភាពវាមិនអាចទៅរួចទេក្នុងការធ្វើឲ្យវាខុសតើរោគកំពុងកើតឡើងយ៉ាងដូចម្ដេចខ្ញុំចិត្តស្លាប់ហើយខ្ញុំមិនបាននិយាយអ្វីទាំងអស់ខ្ញុំបានព្យួរព្រោះខ្ញុំមិនដឹងថាខ្ញុំនឹងនិយាយអ្វីទេអ្វីដែលត្រូវនិយាយសូម្បីតែខ្ញុំខ្លាចថាខ្ញុំនឹងនិយាយអ្វីដែលធ្វើឲ្យប៉ះពាល់ដល់បងប្រុសដែលខ្ញុំតែងតែយកចិត្តទុកដាក់ខ្លាំងណាស់ខ្ញុំខ្លាចខ្ញុំនឹងខឹងនឹងគាត់ទោះបីជាគាត់គ្មានកំហុសក៏ដោយប៉ុន្តែភាពគ្មានកំហុសរបស់គាត់កាន់តែសាហាវចំពោះខ្ញុំតើគាត់អាចស្លូតត្រង់យ៉ាងដូចម្ដេចធ្វើឲ្យខ្ញុំមិនអាចសូម្បីតែបញ្ចេញអារម្មណ៍របស់ខ្ញុំភ្នែករបស់ខ្ញុំមានពណ៌ក្រហមភ្លឺមុខនិងបួងមាត់ប្រហែលជាមើលទៅដូចជាខ្មោចអាក្រក់និងគួរឲ្យខ្លាចម៉ាក់ខ្ញុំទម្លាក់ទូរស័ព្ទពេលនាងបើកទ្វារឲ្យខ្ញុំភ្នែករបស់គាត់បានបង្ហាញពីភាពអៀនខ្មាស់ប៉ុន្តែភ្លាមនោះគាត់បានទទួលនូវភាពតាក់ទាញរបស់គាត់សម្លេងគឺត្រជាក់សូម្បីតែសម្លេងរអាក់រអួលខ្ញុំត្រឡប់មកវិញបន្តពីពិនិត្យតើអ្នកត្រៀមខ្លួនបន្ទប់ខ្ញុំហើយឬនៅដរាបណាអ្នកចេញទៅក្រៅអ្នកមិនអាចរងចាំរត់ទៅធនាគារបានទេមិនអាចរងចាំបន្តិចបានទេហើយអ្នកមិនបានស្នើសុំលុយទេគាត់ក៏បាននិយាយផងដែរថាអ្នកមិនមែនជាលេខទេប្រើបងប្រុសរបស់អ្នកដើម្បីជួយអ្នកឲ្យឈានទៅមុខហើយអូរ៉ូនឹងតើអ្នកដឹងទេថាអ្វីដែលខ្ញុំស្អប់ជាងគេគឺមុខងឹតនិងលក្ខពុតរបស់អ្នកក៏ជាកូនរបស់ខ្ញុំដែរប្រសិនបើអ្នកអាចមានពន្លឺព្រះអាទិត្យ1/10នៃពន្លឺព្រះអាទិត្យរបស់បងប្រុសអ្នកតែម្ដាយមិនអាចស្រឡាញ់អ្នកយ៉ាងដូចម្ដេចប៉ុន្តែអ្នកតែងតែដូចនេះនិយាយបានល្អធ្វើឲ្យបងប្រុសខ្ញុំសម្រម្យយីនឹងសប្បុរសតាមពិតខ្ញុំបានកុហកបងប្រុសរបស់ខ្ញុំហើយបានផ្ដល់ឲ្យអ្នកនៅអ្វីគ្រប់យ៉ាងនៅពីក្រោយខ្នងរបស់ខ្ញុំតែអ្នកគិតថាខ្ញុំមិនដឹងទេហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំដោយផ្ទាល់ថាខ្ញុំនឹងស្វែងរកអ្នកប្រសិនបើអ្នកចង់បានការជេរប្រមាថយ៉ាងខ្លាំងឆ្លងកាត់ត្រចៀករបស់ខ្ញុំដូចជាព្រួញពុលដែលមានបន្លាចាក់ចូលក្នុងបេះដូងប៉ុន្តែខ្ញុំមិនចង់ត្រូវបានរៀបចំដោយអារម្មណ៍ខ្សោយទៀតទេដូច្នេះខ្ញុំបាននិយាយថាបាទចាស់ដោយទឹកភ្នែកនិងត្រចៀកអ្វីគ្រប់យ៉ាងដែលអ្នកនិយាយគឺងឹតហើយអាត្មានិយមចំពោះខ្ញុំគ្មានអ្វីប្រសើរជាងបងប្រុសខ្ញុំទេតើអ្នកអាចឲ្យលុយខ្ញុំមកវិញបានទេខ្ញុំមិនចង់បានប្រាក់ឧបត្ថម្ភរបស់អ្នកទេថ្លៃឈ្នួលរបស់អ្នកដរាបណាប្រាក់ដែលខ្ញុំរកបានប្រមាណឆ្នាំមកនេះឲ្យលុយនោះមកខ្ញុំវិញនោះជាលុយរបស់ខ្ញុំម៉ាក់ខ្ញុំស្រឡាំងកាំងហើយគាត់បានមើលមកខ្ញុំដូចជាគាត់មិនយល់វាតែងតែមានកំហុសគ្រប់គ្រាន់ហើយអ្វីបានជាពាក្យរបស់ខ្ញុំបរាជ័យភ្លាមហើយវាបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនៅក្នុងភ្នែករបស់គាត់ហើយអ្វីបានជាគាត់មិនចង់ជឿខ្ញុំពេលខ្ញុំព្យាយាមម្ដងហើយម្ដងទៀតហើយអ្វីបានជាគាត់តែងតែគិតពីខ្ញុំដោយគំនិតអាក្រក់ព្រោះវាងាយស្រួលប្រើពួកគេបានព្យាយាមអស់ពីសមត្ថភាពដើម្បីបង្ក្រាបខ្ញុំបន្ទាប់មកមើលខ្ញុំលូនឆ្ពោះទៅរកគាត់ដោយគ្មានសេចក្តីថ្លៃថ្នូរឬអាត្មាលោកជង្គង់នឹងយំរកសេចក្តីស្រឡាញ់និងសេចក្តីសប្បុរសពីម្ដាយបន្តិចបន្តួចគាត់រីករាយនឹងការនិយាយរបស់ខ្ញុំរីករាយនឹងឧត្តមភាពរបស់មនុស្សដែលមិនចេះអក្សរនឹងខ្ញុំពុតឡានពី3នៅក្នុង Phoenix នេះខ្ញុំមិនដឹងពីរបៀបក្រោកឈរទៀតទេការបាត់បង់ស្មារតីមិនអាចរកឃើញខ្លួនឯងពិតរបស់ខ្ញុំមិនទាំងមានអារម្មណ៍ថាខ្ញុំនៅម្នាក់ឯងផងព្រោះខ្ញុំរត់គ្រប់ទីនៅទីនេះហើយថែមទាំងគិតថាបើខ្ញុំធ្វើពុតមិនដឹងប្រសិនបើខ្ញុំមិនដេញតាមទេតាមម្ដាយខ្ញុំនឹងស្រឡាញ់ខ្ញុំជាងសម្រាប់ការប្រឡងទេខ្ញុំច្រឡំពេលវាកាត់ឡើងខ្ញុំឈរនៅចិញ្ចើមថ្នល់ហើយលើកដៃខ្ញុំហើយតែកំភ្លៀងខ្លួនឯងបន្ទាប់មកកង់ឡើងដោយមិនអាចគ្រប់គ្រងបានការជិះចាប់នៅក្នុងបេះដូងហាក់ដូចជាមានលក្ខណៈទូទៅនឹងការជិះចាប់ខាងរាងកាយខ្ញុំមានអារម្មណ៍ថាគ្រប់កោសិកាទាំងអស់នៅក្នុងខ្លួនខ្ញុំរឹតបន្តឹងនឹងសង្កត់គ្មានអំណាចក្រោកឡើងជិះចាប់ទេឲ្យលុយខ្ញុំមកវិញខ្ញុំបានទៅជិតគាត់យ៉ាងខ្លាំងប៉ុន្តែនៅពេលដែលការភ័យខ្លាចតាមសភាពគិតរបស់គាត់បានរសាត់ទៅផ្ទុយទៅវិញខ្ញុំខឹងនឹងភាពតឹងរឹងរបស់ខ្ញុំគាត់ប្រហែលត្រឡប់មកវិញយ៉ាងខ្លាំងហើយអ្នកដឹងពីលុយតើអ្នកបានចូលទៅក្នុងភ្នែកលុយទេតើលុយរបស់អ្នកនៅណាយើងមិនចិញ្ចឹមអ្នកទេតើអ្នកមានជីវិតដើម្បីរកលុយទេតើអ្នកមិនត្រូវការប្រាក់សម្រាប់ម្ហូបអាហារនិងសម្លៀកបំពាក់ទេធ្វើគណិតវិទ្យាតើអ្នកត្រូវចំណាយប៉ុន្មានដើម្បីធ្វើឡើងបង់លុយនេះជាមុនសិនកូនដឹងពីរបៀបធ្វើបាបឪពុកម្ដាយបន្ទាប់ពីរៀបការទិញអ្វីមួយសម្រាប់ឪពុកម្ដាយរបស់អ្នកគឺទាំងទូទឹកគឺទូពណ៌ទ្វីបន្ទាប់កូនស្រីរបស់ពូចាំងរបស់អ្នកមានសមត្ថភាពហើយថែមទាំងផ្លាស់ប្ដូរវីឡាដ៏ធំមួយសម្រាប់ឪពុកម្ដាយរបស់គាត់ចុះអ្នកវិញអ្នកដឹងថាពេលណាអ្នកត្រឡប់មកញ៉ាំចាស់តើនៅកាត់មកជាអ្នកប្រមូលបំណុលទេបិទខ្ញុំគ្រាន់តែខឹងខ្ញុំនៅថ្ងៃណាមួយអ្នកនឹងពេញចិត្តប្រសិនបើអ្នកគ្មានម្ដាយនាពេលអនាគតគាត់ស្រែកខ្លាំងភ្នែកបើកចំធំទូលាយខ្ញុំមិនអើពើនឹងគាត់ចាប់ដើមរអ៊ូតតាមរយៈប្រអប់ដែលកំពុងស្វែងរកកាត់ធនាគារបោះរបស់ដែលអាចវិបំបែកនឹងបោះចោលសុំរូបថតធំជួននៅលើជញ្ជាំងគ្រួសារមួយដែលមានសមាជិក4នាក់និងរូបថតគ្រួសាររបស់មីឌីបានធ្វើឲ្យខ្ញុំយកវាចេញហើយបំបែកវានៅចង្កេះម៉ាក់យំហើយស្ដីបន្ទោសខ្ញុំចំពោះអំពើបាបរបស់ខ្ញុំបានចំអល់ទៅសុំរូបភាពដែលខូចហើយញឹមដោយការពិតថាវាមិនមែនជាគ្រួសារដែលមានសមាជិក4នាក់ទេតើអ្នកមិនចង់ជួបវាទេខ្ញុំបានបោះវាចោលសម្រាប់អ្នកទៅបាញ់គ្រួសារ3ថែរក្សាខ្លួនអ្នកហើយកុំយកខ្ញុំជុកចង់ខ្ញុំជាមួយការកុហកមួយជុតទៀតឲ្យលុយខ្ញុំបានឈួតហើយរងចាំឪពុកខ្ញុំទើបតែបានត្រឡប់មកវិញគាត់អៀនហើយរុញបើកទ្វារតើមានអ្វីកើតឡើងមានបញ្ហាអ្វីប្រសិនបើម្ដាយរបស់ខ្ញុំជួបប្រទះនឹងឆ្អឹងក្នុងហើយលងលក់លើការជំនះអាចនៅទីបំផុតខ្ញុំត្រឡប់មកវិញមើលកូនស្រីឈួតរបស់អ្នកនាងបានត្រឡប់មកវិញដើម្បីប្រាក់ប្រសិនបើអ្នកមិនផ្ដល់ឲ្យវាអ្នកនឹងបង្កើតឈុតមួយចិត្តខ្ញុំជឿចាប់ពីកំហឹងគៀវរូននៅមើលអ្នកខឹងណាស់ខ្ញុំមិនជឿថាអ្នកបានធ្វើវាសម្រាប់ប្រាក់នោះទេដូច្នេះតើមានអ្វីកើតឡើងហើយអ្វីបានជាមានការប្រយុទ្ធដ៏ធំបែបនេះខ្ញុំមិនខ្លាចថាអ្នកចិត្តខាងនឹងលឺសំឡេងកំ plaign ទេហើយខ្ញុំដកដង្ហើមប្រាប់ឪពុកខ្ញុំពីអ្វីដែលបានកើតឡើងហើយម៉ាក់ខ្ញុំនិយាយថាខ្ញុំកំពុងសុំលុយមិនអីទេខ្ញុំនឹងមិនការពារវាទេគ្រាន់តែធ្វើពុតថាខ្ញុំស្នើសុំលុយអ្នកបានទិញផ្ទះបងប្រុសរបស់អ្នកហើយឲ្យតម្លៃកូនក្រមុំដល់គាត់នឹង40,000ខ្ញុំមិនមានថ្លៃឈ្នួលតែមួយទេចាប់តាំងពីខ្ញុំរៀបការមានកាតធនាគារតែ30,000ប៉ុណ្ណោះដែលបានសន្យាដល់ម្ដាយខ្ញុំនៅពេលព្រឹក30,000ត្រូវបានគាត់ចាប់យកតាមទូរស័ព្ទដៃរបស់គាត់ខ្ញុំមិនចង់បានប្រាក់របស់អ្នកទេខ្ញុំមិនចង់បានអ្វីដែលខ្ញុំរកបានទេមែនទេតើវាច្រើនពេកទេក្នុងការស្នើសុំឲ្យខ្ញុំធ្វើការក្រៅម៉ោងដោយខ្លួនឯងមិនច្រើនពេកទេជាការពិតមិនច្រើនទេហើយឪពុកខ្ញុំកំពុងព្យាយាមធានាខ្ញុំដោយសំឡេងទន់ភ្លន់ហើយម៉ាក់ខ្ញុំកំពុងព្យាយាមក្រោកឡើងហើយនិយាយអ្វីមួយឪពុកខ្ញុំចាប់ដៃខ្ញុំគាត់បានមិនហើយនាងបានអង្គុយចុះខ្ញុំទើបតែអានវាដោយសំឡេងទាបមិនគួរឲ្យជឿតើអ្នកឃើញទេនេះជាអ្វីដែលកូនស្រីល្អរបស់អ្នកដឹងអំពីលុយសូមអញ្ជើញមកគុំឈួតតាមម្ដាយរបស់អ្នកមិនអាចតើឲ្យអ្នកនៅកាក់មួយយ៉ាងដូចម្ដេចគាត់គ្រាន់តែរឹងចេះខ្ញុំមិនចូលចិត្តវិធីដែលអ្នកបង្កបញ្ហាទេអ្នកគឺជាកូនស្រីរបស់យើងតែងតែអាចកម្រិតទឹកមួយចានអ្នកដឹងទេថាធំឡើងមែនទេថាហ្វេកេថាសូមគិតអំពីម្ដាយរបស់អ្នកផងដែរគាត់ចាស់ណាស់ហើយមិនមានសុខភាពល្អទេក្មេងមិនដឹងថាគាត់អាណិតគាត់ទេតែផ្ទុយទៅវិញបើកមាត់ហើយបិទមាត់វាជាលុយទាំងអស់តើនោះមិនមែនជាបេះដូងតិចតួចទេយើងជាគ្រួសារបន្ទាប់ពីទាំងអស់រឿងជាច្រើនគឺការ
យល់ដឹងអំពីតុក្កតាមិនចាំបាច់និយាយច្រើនអំពីលុយទេម៉ាក់អ្នកគិតថាអ្នកយកចិត្តទុកដាក់តែរឿងលុយប៉ុណ្ណោះជាការពិតគាត់សោកសៅអ្នកឃើញទេបងប្រុសរបស់អ្នកមិនដែលស្នើសុំម្ដាយរបស់អ្នកឲ្យអ្វីដល់គាត់ទេអ្នកត្រូវរៀនឆ្លាតមែនទេមិនឆ្លាតវាមិនអាចប្រៀបធៀបទៅនឹងពិធីបុណ្យដ៏ខ្ពង់ខ្ពស់របស់បងប្រុសខ្ញុំតតែសោះខ្ញុំបាននិយាយជាមួយស្បែកជើងប៉ាតាអ្នកតែងតែព្យាយាមបំផុសគំនិតខ្ញុំដូចនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្មាស់អៀនក្នុងការនិយាយអំពីប្រាក់វាអាចជារឿងគួរឲ្យខ្មាស់អៀនសម្រាប់ខ្ញុំដែលបានទូចផ្ដើមគំនិតមិននិយាយអំពីរឿងចាស់តែពេលនេះខ្ញុំចង់បានលុយតខ្លួនអ្នកមិនផ្ដល់ឲ្យវាអ្នកគួរតែខ្មាស់អៀនចំពោះខ្លួនឯងអូខ្ញុំមិនចង់លើការពិតធំទេខ្ញុំមិនចង់ត្រូវបានបំផុសគំនិតដោយអ្នកទៀតទេអ្នកគិតថាខ្ញុំសុំលុយទេមិនអីទេក្នុងការស្រឡាញ់ខ្ញុំព្យាយាមអស់ពីសមត្ថភាពដើម្បីផ្គប់ចិត្តអ្នកដើម្បីឈ្នះការពេញចិត្តរបស់អ្នកខំប្រឹងណាស់វាមិនមែនជារឿងធម្មតាទេដែលឪពុកម្ដាយស្រឡាញ់កូនរបស់ពួកគេដូច្នេះវាត្រូវការការខិតខំវាត្រូវការការខិតខំឥឡូវខ្ញុំសារភាពថាខ្ញុំមិនមានទេពកោសល្យនេះទេខ្ញុំមិនមានសមត្ថភាពធ្វើឲ្យអ្នកដូចខ្ញុំដូចបងប្រុសរបស់អ្នកទេដូច្នេះខ្ញុំបោះកន្សែងហើយម៉ាក់និយាយថាអាជីវកម្មរបស់អ្នកធ្វើបានល្អនៅឆ្នាំនេះមិនមែនជាលុយអាក្រក់តតែសោះខ្ញុំសូមអង្វរអ្នកឲ្យប្រាប់ខ្ញុំពីការពិតខ្ញុំមិនចង់បានប្រាក់នេះទេខ្ញុំគ្រាន់តែចង់បានការពិតតើលុយខ្ញុំទាំងអស់ទៅណាប្រសិនបើអ្នកនៅតែចង់និយាយថាអ្នកមានគម្រោងផ្ដល់ឲ្យខ្ញុំវាដោយសារតែខ្ញុំកំពុងបង្កបញ្ហាដូច្នេះខ្ញុំមិនផ្ដល់វាអ្វីទេបន្ទាប់មកទៅដោយមិននិយាយខ្ញុំក្រោកឈរយឺតតម្លៃនេះមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំតាក់ទងដោយផ្ទាល់ទៅនឹងរបៀបដែលខ្ញុំនឹងព្យាបាលអ្នកនាពេលអនាគតដូច្នេះចំណាយពេលរបស់អ្នកខ្ញុំនឹងឆ្លើយបន្ទាប់ពីគិតអំពីវាខ្ញុំនឹងចាក់ចេញមុនប្រសិនបើខ្ញុំមានអ្វីដែលត្រូវធ្វើនៅក្នុងតាក់ស៊ីខ្ញុំស្ទាក់ស្ទើរមួយផ្លេតឬឈប់ពីក្រុមគ្រួសារខ្ញុំដឹងថាវាពិបាកក្នុងការក្រោកឈរបន្ទាប់ពីលុតជង្គង់អស់រយៈពេលជាយូរមកហើយប៉ុន្តែខ្ញុំនៅក្មេងនៅឡើយខ្ញុំនៅតែចង់សាកល្បងពីថ្ងៃក្រោយមកបងប្រុសខ្ញុំបានផ្ញើការធនាគារមកខ្ញុំគាត់ត្រូវបានគេមើលងាយខ្ញុំពិតជាធ្លាក់ចុះណាស់បងស្រីម៉ាក់និងប៉ាបាននិយាយថាអ្នកវិបំបីផ្ទះរបស់អ្នកដើម្បីលុយតាវាជាការពិតទេពួកគេទាំងអស់និយាយថាអ្នកបានផ្លាស់ប្ដូរហើយក្លាយជាមនុស្សខូចខើគ្រាន់តែសុំលុយខ្ញុំក្រឡេកមើលគាត់ដោយស្ងាត់ស្ងៀមនោះហើយជាប្រភេទនៃការក្រឡេកមើលដែលនៅតែមានភាពតានតឹងបន្តិចបន្តួចសម្រាប់គាត់ដូច្នេះគាត់ខំរឿងលើកបោមាត់ឡើងខ្ញុំមិនគិតថាអ្នកមិនគួរទេខ្ញុំគ្រាន់តែគិតថាអ្នកពិតជាអាចបញ្ឈប់ម៉ាក់ដល់កាយសាហាវរបស់អ្នកមិនឲ្យយំពេញមួយយប់ប៉ាត្រូវបានគេវាយយ៉ាងខ្លាំងផងដែរអ្នករាល់គ្នាគិតថាអ្នកត្រូវបានកាន់កាប់ដោយអ្វីមួយមនុស្សផ្សេងបងស្រីមានបញ្ហាអ្វីចំពោះអ្នកខ្ញុំមិនជឿថាអ្នកគ្រាន់តែសម្រាប់ប្រាក់នោះទេគាត់លាក់មុខដោយជឿចាប់ប៉ុន្តែខ្ញុំមិនអាចបញ្ឈប់ទឹកភ្នែកនៅក្នុងដៃរបស់ខ្ញុំបានទេខ្ញុំមានអារម្មណ៍ច្របូកច្របល់តាអ្នកមិនយល់ទេមែនហើយតាអ្នកនឹងយល់យ៉ាងម៉េចហើយខ្ញុំពេញចិត្តរើសយកការធនាគារខ្ញុំបានមើលទៅគាត់ដូចជាដើមបីសម្គាល់រុនសម្រាប់គាត់តើវាមានចំនួនប៉ុន្មានម្ដាយ100 000អ្នកបាននិយាយថានាងមិនត្រូវបានគេផ្ដល់ឲ្យអ្នក1សេនទេគាត់កាន់តែរំខានគាត់នឹងផ្ដល់ឲ្យតិចប៉ុន្តែខ្ញុំបានបញ្ចុះបញ្ចូលអស់រយៈពេលជាយូរមកហើយប៉ាក៏បាននិយាយដែរថាវាមិនអាចដូចអ្នកទេដូច្នេះ100 000ខ្ញុំមិនអាចជប់សាយបានទេអ្នកទទួលបាន40ម៉ឺនមិនរាប់បញ្ចូលថ្លៃកូនក្រមុំផ្ទះរបស់អ្នកខ្ញុំបានបំផ្លាញផ្ទះរបស់ខ្ញុំដើម្បីទទួលបាន100 000ម៉ាក់ខឹងដូច្នេះខ្ញុំមិនមានកាក់ទេនៅពេលគាត់ខឹងខ្ញុំបានកាត់គាត់ចោលបងប្រុសមើលទៅអាក្រក់តើអ្វីដែលធ្វើឲ្យអ្នកគិតដូច្នេះមិនមានចំណង់អាហារនៅពេលព្រឹកខ្ញុំបានទិញនំខេក5 1អ៊ីងបន្ទាប់ពីរយៈពេលយូរមានគាត់ខ្លះខ្ញុំចាក់ក្រែមមួយដុំហើយដាក់ក្នុងមាត់ខ្ញុំផ្អែមនឹងខាញ់ធ្វើឲ្យមនុស្សញ៉ាំខ្ញុំមិនអាចជួយសាច់បានទេនៅពេលដែលខ្ញុំក្រឡេកមើលម្រាមដៃស្អិតរបស់ខ្ញុំតើអ្នកចាំទេនៅពេលដែលម្ដាយរបស់ខ្ញុំញ៉ាំរីករាយបំផុតចំពោះខ្ញុំតាំងពីកុមារភាពពេលខ្ញុំឲ្យអ្នកខ្ញុំកាន់តែសប្បុរសខ្ញុំកាន់តែអាត្មានិយមកាន់តែច្រើនគាត់មិនចង់បានអ្វីទាំងអស់គាត់កាន់តែសប្បាយរីករាយបងប្រុសស្រឡាំងកាំងមួយផ្លេតគាត់និយាយដោយសំឡេងស្អប់ប៉ុន្តែបងស្រីខ្ញុំមិនដែលអនុញ្ញាតឲ្យនៅទទួលរងនឹងការបាត់បង់ខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅចំណែករបស់អ្នកនៅអ្វីគ្រប់យ៉ាងជាឯកជនខ្ញុំមិនដែលរំខានអ្នកទេព្រោះក្នុងចិត្តខ្ញុំជាបងស្រីជាទីស្រឡាញ់របស់ខ្ញុំចង់ផ្ដល់ឲ្យអ្នកនៅអ្វីគ្រប់យ៉ាងដែលខ្ញុំមានគឺដោយសារតែអ្នកមានអ្នកថាអ្នកមានចិត្តសប្បុរសអ្នកមិនខ្វល់ទីបំផុតខ្ញុំមិនអាចជួយបានទេប៉ុន្តែធ្វើឲ្យភ្នែកខ្ញុំស្រឡាំងកាំងមិនមែននិយាយថាអ្នកគ្រាន់តែផ្ដល់ឲ្យខ្ញុំនៅចំណែកដែលខ្ញុំសំនឹងទទួលនោះទេហើយជាលទ្ធផលអ្នកទទួលបានការសរសើរឪពុកម្ដាយរបស់ខ្ញុំចងចាំការស្អប់របស់ខ្ញុំកាន់ភាពមិនស្មោះត្រង់នៃការធ្វើសឹករហ័យតើយុទ្ធធម៌ទេដូចពេលនេះមនុស្សគ្រប់គ្នាអាចឈរនៅលើដេកខ្ពស់ខាងសិលធម៌ហើយស្ដីបន្ទោសខ្ញុំហើយផ្ដល់ឲ្យខ្ញុំនៅប្រាក់ដែលគួរតែជារបស់ខ្ញុំហើយគួរតែខ្ពស់ជាង100 000ប៉ុន្តែតើខ្ញុំពិតជាខុសមែនទេហើយអ្វីបានជាខ្ញុំនៅតែសារភាពចំពោះកំហុសដែលខ្ញុំមិនដែលធ្វើតែចោលប្លន់បានឬបំរាស់ដាក់ខ្ញុំយ៉ាងដូចម្ដេចទោះបីជាអ្នកផ្ដល់ឲ្យខ្ញុំទាំងអស់400 000របស់អ្នកនៅថ្ងៃនេះវាមិនអាចធ្វើឲ្យខូចខាតដែលខ្ញុំបានទទួលរងដោយសារតែភាពច្បាស់លាស់នៃការយល់ដឹងរបស់ខ្ញុំអ្នកដឹងទេសម្លឹងមើលខ្ញុំច្រឡំភ្នែករបស់គាត់ធ្ងន់ធ្ងរបន្តិចដូចជាប្រសិនបើគិតបោះជំហានទៅមុខហើយនិយាយថាតើអ្នកបានសន្សំសំចៃខ្លួនឯងប៉ុន្មានតើមាន200 000ដែលអ្នកមិនដឹងទេគាត់តក់ស្លុតណាស់ប៉ុន្តែទប់ទល់នឹងសភាពគាត់ដែលមិនអាចទៅរួចឪពុកម្ដាយជាអ្នកមានទោះបីជាពួកគេចង់មានភាពលំអៀងក៏ដោយខ្ញុំនឹងមិនប៉ះអ្នកទេគាត់បានដើរចេញក្នុងអារម្មណ៍អាក្រក់ជាងពេលដែលគាត់មកខ្ញុំក៏មិនស្រួលដែរដោយសារតែម៉ាក់ខ្ញុំស្ដីបន្ទោសខ្ញុំនៅលើ WeChatក្នុងអំឡុងពេលនេះការហៅទូរស័ព្ទរបស់ខ្ញុំគឺទុនភាគច្រើនជាសាច់ញាតិនិងមិត្តភ័ក្តិសូម្បីតែពូនិងពូដែលមិនតាក់ទងខ្ញុំក៏អាចមកអប់រំខ្ញុំបានដែរអ្នកអាចមើលឃើញពីចម្ងាយដែលឪពុកម្ដាយរបស់ខ្ញុំបានផ្សព្វផ្សាយការចាប់អារម្មណ៍របស់ខ្ញុំដំបូងខ្ញុំបានពន្យល់ពីការចូលនឹងខាងក្រៅដល់គ្រួសារនិងមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ប៉ុន្តែបន្តិចម្ដងខ្ញុំបានរកឃើញវាគឺថាពួកគេមិនខ្វល់អំពីអង្គខែតតែសោះពួកគេគ្រាន់តែយកចិត្តទុកដាក់អំពីការមានផ្លែលិតដើម្បីបរិភោគអាក្រក់ជាងនេះទៅទៀតពួកគេបានស្ដីបន្ទោសឪពុកម្ដាយខ្ញុំនៅចំពោះមុខខ្ញុំការស្ដីបន្ទោសខ្ញុំនៅចំពោះមុខឪពុកម្ដាយរបស់ខ្ញុំបានបង្ហាញពីភាពមិនលំអៀងរបស់ខ្ញុំហើយអ្វីខ្ញុំដឹងព្រោះម៉ាក់ខ្ញុំផ្ញើខ្សែអាត់សម្លេងមនុស្សមកខ្ញុំហើយស្ដីបន្ទោសខ្ញុំនេះបង្ហាញថាអ្នកឃើញថាមនុស្សគ្រប់គ្នាវិលវល់កូនស្រីដែលមិនស្មោះត្រង់ដូចអ្នកខ្ញុំសង្ឃឹមថាមនុស្សគ្រប់គ្នាអាចត្រូវគេសម្លាប់គាត់គិតថាវាអាចជួយខ្ញុំឲ្យភ្ញាក់ពីកំហុសរបស់ខ្ញុំប៉ុន្តែគាត់មិនដឹងថាបុរសនោះមានអាកប្បកិរិយាខុសគ្នាទាំងស្រុងនៅចំពោះមុខខ្ញុំទេដូចដើមគំនិតដើម្បីព្យួរទូរស័ព្ទជាមួយមនុស្សនោះក្នុងនាមត្អូនត្អែខ្ញុំក៏ទទួលបានការថតសម្លេងដែលអនុគ្រោះដំតែខ្ញុំក៏មានថាខណ្ឌនៃការស្រែកឃ្មោះរបស់ខ្ញុំដែលបានផ្ញើការពីមុនដែរតើអ្នកបានឃើញទេចៅក្រមមិនលំអៀងរបស់អ្នកមិនខ្វល់ថាអ្នកណាត្រូវឬខុសតើអ្នកពិតជាគិតថាអ្នកធ្វើឲ្យខ្ញុំខុសមែនទេអ្នកទើបតែប្រែក្លាយគ្រួសារទាំងមូលរបស់យើងទៅជាធ្លុកប្រសិនបើវាមិនគ្រប់គ្រាន់ដើម្បីផ្ញើវាតាមអ៊ីនធឺណិតខ្ញុំនឹងអមដំណើរគ្រួសារអ្នកពេញមួយថ្ងៃម៉ាក់ខ្ញុំរារាំងខ្ញុំម្ដងទៀតបាទចាស់ហើយពីព្រោះរាល់ពេលដែលគាត់និយាយប៉ុន្តែខ្ញុំរារាំងខ្ញុំហើយនៅពេលពួកគេគិតពីពាក្យល្អជាងពួកគេទាញខ្ញុំចេញពីបញ្ជីចំពោះមូលហេតុដែលខ្ញុំមិនត្រឹមតែលោកគាត់ឬរារាំងគាត់ព្រោះខ្ញុំក៏ត្រូវការបញ្ចេញខ្យល់ដែររាល់ពេលដែលខ្ញុំនិយាយជាមួយម៉ាក់ខ្ញុំហើយមើលគាត់ចាញ់ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងដែលបាត់បង់របស់ខ្ញុំកំពុងត្រូវបានរកឃើញបន្តិចម្ដងខ្ញុំត្រូវការជ័យជំនះខាងផ្លូវចិត្តនេះដើម្បីស្ពឹកខ្លួនខ្ញុំដូច្នេះចិត្តមិនត្រូវបានបំពេញដោយការចងចាំឈឺចាប់ទេជំហានដំបូងនៃស្មារតីគឺឈឺចាប់អ្វីដែលកាន់តែឈឺចាប់ជាងនេះទៅទៀតនោះគឺព្រឹត្តិការណ៍អតីតកាលដែលមានសេរីរុងរឿងជាច្រើននឹងត្រូវបានរៀបចំឡើងវិញហើយមុខមាត់ពិតបន្ទាប់ពីតម្រង់ត្រូវបានរសាត់គឺអាក្រក់និងអាក្រក់ដូចជាបន្លាមុតស្រួយដែលចាក់ចូលក្នុងបេះដូងឈឺចាប់ក៏ឈឺចាប់ប៉ុន្តែគ្មានផ្លូវទេឧទាហរណ៍ខ្ញុំនឹងគិតពីឆ្នាំនៅវិទ្យាល័យនៅពេលដែលម្ដាយខ្ញុំជួបគ្រោះថ្នាក់អ្នកមិនអាចបោកគក់បានទេប្រសិនបើអ្នកអូសដៃរបស់អ្នកគាត់ថាមក
យេស៊ីនបោកគក់មិនស្អាតទេដូច្នេះខ្ញុំត្រូវលាងដៃក្រោមសម្ពាធសិក្សាច្រើនខ្ញុំបានលាងសម្អាតពួកគេពេញមួយព្រឹកដាក់កម្រាលព្រំស្ងួតដែលពោពេញទៅដោយសមិទ្ធផលខ្ញុំនឹងទៅរកគាត់ខ្ញុំគិតថាខ្ញុំនឹងទទួលបានការសរសើរពីម្ដាយរបស់ខ្ញុំអ្វីដែលខ្ញុំមិននឹកស្មានគឺស្រែកព្រោះខ្ញុំមិនបានលាងខោត្រណប់ឪពុកនិងបងប្រុសខ្ញុំទេបាននិយាយថាវាគឺដោយសារតែខ្ញុំបានបញ្ឈប់ខ្ញុំបាននិយាយថាប្រសិនបើដៃរបស់គាត់ល្អគាត់នឹងមិនរំខានខ្ញុំតតែសោះបាននិយាយថាខ្ញុំមិនអាចពឹងផ្អែកលើរឿងតូចតាចបែបនេះបានទេតើមានអ្វីទៀតដែលអ្នកអាចពឹងផ្អែកលើខ្ញុំមានការឆ្លោះប្រកែកជាមួយគាត់ខ្ញុំបានទូចថាខ្ញុំមិនសមនឹងលាងខោត្រណប់របស់ភេទផ្ទុយទេហើយពួកគេអាចដើរបានទាំងស្រុងនៅក្នុងការជូបដោយខ្លួនឯងជូតវាចេញតែម៉ាក់មិនអាចស្ដាប់បានហើយជាការដាក់ទណ្ឌកម្មគាត់បានជ្រលក់ដៃដែលរងរបួសរបស់គាត់ចូលទៅក្នុងទឹកហើយជូតវាដោយជឿចាប់ខណៈពេលដែលខ្ញុំប្រងើយកណ្ដាលនឹងហួសចិត្តខ្ញុំដឹងថាអ្នកយកចិត្តទុកដាក់ខ្លាំងណាស់ខ្ញុំនឹងមិនរំខានអ្នកទេខ្ញុំនឹងលាងសម្អាតវាដោយខ្លួនឯងខ្ញុំមិនអាចប្រើអ្នកបានទេរាងកាយរបស់អ្នកថ្លៃថ្នូរតើខ្ញុំអាចហៅអ្នកយ៉ាងដូចម្តេចខ្ញុំសូមនឹងទទួលបានជីវិតរបស់ខ្ញុំប្រសិនបើនៅក្នុងរបួសអ្នកត្រូវតែធ្វើជាម្ដាយរបស់ជីវចាស់របស់អ្នកជប់ប្រដៅរួមបញ្ចូលគ្នាមិនទាន់បានបង្កើតទស្សនៈចំនួន3ទេខ្ញុំគ្មានការតស៊ូទេខ្ញុំចេះតែយំហើយអង្វរគាត់ឲ្យទៅខ្ញុំនឹងលាងសម្អាតម៉ាក់កុំខឹងតើខ្ញុំអាចលាងសម្អាតវាបានទេខ្ញុំលើកជង្គង់នៅលើដៃហើយអង្វរគាត់នៅពេលនោះខ្ញុំចង់ឲ្យគាត់ឈប់ធ្វើបាបខ្លួនឯងអ្នកមិនអាចប្រាប់ត្រូវពីអ្វីដែលត្រូវទេដូច្នេះគាត់បានដកកំហឹងរបស់ខ្ញុំចេញដោយក្តីស្រឡាញ់របស់ខ្ញុំបន្តិចម្ដងធ្វើឲ្យខ្ញុំធ្វើអ្វីដែលគាត់ចង់ឲ្យខ្ញុំខ្លាចជាក្នុងស្រុកពេកច្រើនណាស់ទោះបីខ្ញុំដឹងលុះនៅលើនេះខ្ញុំមិនអាចបំបត្តិការជិះចាប់បានទេនៅក្នុងក្តីសុបិនកណ្ដាលអាធិធខ្ញុំបានសួរព្រះរាប់មិនអស់ប្រសិនបើវាមិនមែនជារឿងធម្មតាទេដែលឪពុកម្ដាយស្រឡាញ់កូនរបស់ពួកគេហេតុអ្វីបានជាវាជារឿងធម្មតាទេដែលកុមារគួរស្រឡាញ់ឪពុកម្ដាយរបៀបអយុត្តិធម៌ខ្ញុំស្អប់គាត់ដែលប្រាស្រ័យទន់ភ្លន់បំផុតរបស់ខ្ញុំអ្វីដែលត្រូវបានធ្វើឲ្យរលូនគឺស្នេហាស្អាតដែលបានពាក់ចេញប៉ុន្តែមិនបានបាត់ទេគាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីលេងស្រឡាញ់ខ្ញុំត្រូវប្រើរាល់ការអត់ធ្មត់របស់ខ្ញុំដើម្បីព្យាយាមមិនស្រឡាញ់គាត់ធ្វើឲ្យវាអយុត្តិធម៌ខ្ញុំបានឈួតជាលទ្ធផលនៃម៉ាក់ខ្ញុំបោះបង់ចោលគាត់ជប់ព្យាយាមរុញខ្ញុំឡើងលើនិងចុះក្រោមរឿងល្អទាំងអស់ដែលបានកើតឡើងចំពោះខ្ញុំទើបតែបាត់ពីជីវិតខ្ញុំប៉ុន្តែគាត់ស្អប់ខ្ញុំយ៉ាងខ្លាំងគាត់តែងតែផ្ញើវីដេអូមកខ្ញុំពីការគោរពដ៏ស្មោះត្រង់របស់កូនរបស់គាត់ហើយគាត់នឹងផ្ដល់ឲ្យឪពុកម្ដាយខ្លះវិញចំពោះការគោរពសាសនារបស់ពួកគេស្ថានភាពផ្លូវចិត្តរបស់ខ្ញុំកាន់តែមានភាពស្រស់ស្អាត